នេះរសៀលថ្ងៃមួយដែលមេឃស្រឡះល្អស្រីតូចម៉ាលីបានដើរកម្សាន្តនៅក្នុងសួនផ្កាក្រោយផ្ទះរបស់នាងស្រាប់តែភ្នែកនាងប្រទះឃើញអ្វីម្យ៉ាងដែលប្លែកនៅក្បែរគល់ផ្កាកុលាបនិតអាសូរម៉ាលីបានអន់ចុះសន្សឹមរួចយកស្លឹកឈើមួយសន្លឹកមកទ្រវាឡើងយ៉ាងថ្នមបំផុតនាងបានម៉ាលីដាក់សត្វនោះលើតុនាងយកដំណក់ទឹកមកលាងរបួសវាស្រាប់តែបន្ទប់ទាំងមូលប្រែជាពណ៌មាសយកដៃបាំងភ្នែកមានរឿងអ្វីកើតឡើងនឹងសត្វតូចនោះហោះឡើងលើអាកាសរួចពង្រេកខ្លួនធំឡើងប្រែជារូបរាងមនុស្សស្រីដ៏ស្រស់ស្អាតមានស្លាបវែងអន្លាយជះពន្លឺឥន្ធនូញឹមយ៉ាងទន់ភ្លន់អរគុណក្មេងស្រីដែលមានចិត្តបរិសុទ្ធអ្នកគឺជាទេពធីតាឈុតទី3ការផ្ដល់មន្តអាគមឈុតក្រោយផ្ទះទេពធីតាហោះចេញទៅសួនផ្កាម៉ាលីរត់តាមពីក្រោយទេពធីតាក្រវីដំបងមន្តអាគមទៅលើអាកាសលឺផ្កាយធ្លាក់មកលើខ្លួនម៉ាលីភ្លាមនោះផ្កាដែលកំពុងក្រៀមស្វិតក្នុងសួនចាប់ផ្ដើមងើបក្បាលឡើងរីកសាយភីក្លិនក្រអូបភ្លាមការហោះហើរទៅកាន់ដែនដីអស្ចារ្យទេពធីតាកាន់ដៃម៉ាលីស្លាបពន្លឺមួយគូដុសចេញពីខ្នងម៉ាលីមកជាមួយខ្ញុំនឹងនាំអ្នកទៅមើលពិភពដែលមនុស្សលោកមិនធ្លាប់បានឃើញដោយក្តីសុខវាអស្ចារ្យណាស់ទេពធីតាដាក់ម៉ាលីចុះក្នុងសួនវិញទេពធីតាហោះបាត់ទៅក្នុងមេឃបន្សល់ទុកនៅរោមស្លាបពណ៌ខៀវមួយនៅលើដៃម៉ាលីសម្លឹងមើលរោមស្លាបសេចក្តីល្អតែងតែនាំមកនៅរឿងដ៏អស្ចារ្យ